trong bên bao phong chỉ chán là do tha IT support cho mùi nè system admin đó cứ đôi khi nhỉ ok sau đây bao đặc nhé những cái giờ chỉ video OTP để nhom nâng gì dầm pi system admin cho mùi IT support trong bài sinh trong đang tha pi nâng vì khó khăn được next cho sau video này đó nhé chẳng tí mũi IT support cứ cột bắt đầu từ lời cả fit từ lời computer rồi có printer rồi có install software chẳng hạn rồi có user còn miềnបញ្ហាទីទូទៅលើ keyboard ឬក៏មានបញ្ហាវីរុសផ្សេងៗទៅហើយ IT support គាត់ធ្វើការ support ប្រចាំថ្ងៃទៅលើ user មាន user មានបញ្ហាអីគាត់ support ចឹងទៅអញ្ចឹងខ្ញុំឧទាហរណ៍មួយបើសិនជា user នឹងគាត់ print បានអញ្ចឹង IT support ទៅជួយគាត់អីអញ្ចឹងគាត់ត្រូវធ្វើមិន IT support អញ្ចឹងណាហ្នឹងការងារដែលគាត់ធ្វើអូខេអញ្ចឹង IT support មានប៉ុណ្្នឹងឯងចូលមួយទៀតមកដល់ system admin តើគាត់ធ្វើការខ្លះអញ្ចឹង system admin គាត់បដោតទៅលើ server អញ្ចឹងលើ server យើងវាមានការ share data ឬក៏ storage អីហ្នឹងហើយមាន database មានអីផ្សេងៗយ៉ាងទៅលើហ្នឹងអញ្ចឹងទាំងយើងគាត់ធ្វើមានការគ្រប់គ្រង Active Directory ហ្នឹងហើយ user permission អីចឹងទៅ backup ហើយទៅលើប្រព័ន្ធសុវត្ថិភាពរបស់ server យើងហ្នឹងខ្ញុំឧទាហរណ៍មួយទៀតទៅលើsystem admin អញ្ចឹងបើសិនជា user គាត់អត់ log ចូល user គាត់បានអញ្ចឹងគាត់ត្រូវទៅរក system admin ខាង IT យើងណាអញ្ចឹងគាត់ខាង system គាត់នឹងទៅពិនិត្យទៅលើ server អញ្ចឹងបើយើងនិយាយពីការងារដែលយើងចាប់ផ្ដើមមកគឺIT intern IT support ហើយទៅមកបានចូល junior admin អញ្ចឹងទៅហើយទៅមកបានចូល system admin ហើយទៅមកបានឡើង senior system admin អញ្ចឹងទៅអញ្ចឹងអាហ្នឹងទៅតមួយ IT support ទៅជាមួយនឹង system admin វាមានតែប៉ុណ្ណេះឯងអញ្ចឹងវីដេអូបន្តខ្ញុំនឹងនិយាយពី server ជាមួយនឹង computer តើពីរហ្នឹងវាធ្វើការសូមចូលចិត្តវីដេអូនេះ complete like and share